សួស្តីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកចែករំលែកពីវិធីសាស្ត្រក្នុងការទទួលយក Adobe Photoshop Free ក្នុងរយៈពេល12ខែពេញគឺមួយឆ្នាំអញ្ចឹងដំបូងឡើយបងប្អូនអាចធ្វើការ join channel របស់ខ្ញុំម្នាក់មួយមកខ្ញុំនឹងតម្លាក់ link នៅក្នុង comment ក៏ដូចជា QR code ផងដែរអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការ join ទៅលើ channel របស់ admin ហើយអញ្ចឹងបងប្អូននឹងឃើញនៅ post មួយនេះដែល admin បានដាក់ថាប្រើ free មួយឆ្នាំ Adobe Photoshop អញ្ចឹងចំពោះការទទួលយកបានគឺយើងគ្រាន់តែធ្វើការ copy link ឡើងនេះមកយើងមកស្ដាប់យកពាក្យថា copy link តមកទៀតបងប្អូនធ្វើការបើកទៅលើ browser បងប្អូនទាំងអស់គ្នាមកគឺបើកទៅលើ Google ឬក៏ browser ផ្សេងៗដែលបងប្អូនប្រើអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដាក់ Adobe របស់ខ្ញុំហ្នឹងនៅលើ account Google មួយនេះអញ្ចឹងចំពោះការដាក់គឺយើងគាត់តែធ្វើការ pass link វាចូលមកទៅជា enter មួយអូខេអញ្ចឹងវានឹងនាំបងប្អូនឲ្យឃើញនៅផ្ទាំងថ្មីមួយដែលជាផ្ទាំង extension របស់ Adobe Photoshop អញ្ចឹងនៅក្នុងនេះដែរវាអនុញ្ញាតបងប្អូនធ្វើការប្រើប្រាស់ជាមួយនឹង AI ជាច្រើនដែលនៅក្នុងហ្នឹងក៏ដូចជាការកែ color ឬក៏កាត់ background remove background ជាមួយនឹង AI ផងដែរអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនគាត់នឹងធ្វើការចុចពាក្យថា add to Chrome មកចុចពាក្យថា add extension បន្តមកទៀតវានឹងធ្វើការ download ទៅលើ file នេះមួយអញ្ចឹងបងប្អូនអាចរងចាំវាដើរពេញមកអូខេអញ្ចឹងពេលនេះដើរចិត្តពេញហើយអញ្ចឹងបន្ទាប់ពីវាដើរពេញវានឹងនាំបងប្អូនចូលមកកាន់ផ្ទាំងថ្មីមួយអញ្ចឹងបងប្អូនក៏លេខមើលនៅកន្លែងខាងក្រោមគេនេះមកបងប្អូនយកពាក្យថា start free offer ចុចលើវាមួយវានឹងនាំបងប្អូនមកកាន់ផ្ទាំងរបស់ website Photoshop អញ្ចឹងមកដល់កន្លែងនេះវានឹងអនុញ្ញាតបងប្អូនធ្វើការចាប់ផ្ដើម claim យក Adobe ហើយបងប្អូនយកពាក្យថា start now មកបន្តមកទៀតបងប្អូនអាចធ្វើការ connect ជាមួយនឹង Google Facebook ឬក៏ Apple ID ក៏បានដែរតែសម្រាប់កន្លែងនេះខ្ញុំនឹងធ្វើការ connect វាជាមួយនឹង email អញ្ចឹងខ្ញុំធ្វើការ pass Gmail របស់ខ្ញុំចូលមកយកពាក្យថា continue អូខេអញ្ចឹងកន្លែងនេះវានឹងអនុញ្ញាតឲ្យបងប្អូនធ្វើការដាក់ password អញ្ចឹងខ្ញុំធ្វើការដាក់ password វាមួយអូខេអញ្ចឹងដាក់ password ហើយចុចពាក្យថា continue មកកន្លែងនេះវានឹងឲ្យបងប្អូនបំពេញឈ្មោះអញ្ចឹងបងប្អូនបំពេញឈ្មោះមកកន្លែងនេះបងប្អូនអាចដាក់ឈ្មោះអីក៏បានដែរកន្លែងហ្នឹងកន្លែងនេះបងប្អូនអាចរើសមួយមកគឺវាឲ្យរើសខែដែលយើងកើតក៏ដូចជាឆ្នាំអញ្ចឹងទៅអញ្ចឹងដាក់ឆ្នាំ2000ទៅអូខេអញ្ចឹងកន្លែងនេះយើង create មួយមកទៅពេល create add account អូខេអញ្ចឹងមកដល់កន្លែងនេះគឺមានន័យថាបងប្អូនអាចបាន claim យកនៅ Adobe Photoshop រយៈពេល12ខែបានដោយជោគជ័យទេអញ្ចឹងបងប្អូនអាចធ្វើការបើក test ជាមួយនឹង AI របស់វាមួយចំនួនមកអូខេឥឡូវខ្ញុំសាកបើកទៅលើរូបនេះមួយហើយខ្ញុំនឹងឲ្យវាលុបទៅលើ background អូខេអញ្ចឹងខ្ញុំធ្វើការលុប background អញ្ចឹងយកពាក្យថា remove subject មកបន្តិចអូខេអញ្ចឹងយើងអាចមើលបានអំពី detail នៃការលុប background របស់វាអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនណាដែលមានចម្ងល់បន្ថែមបងប្អូនអាចធ្វើការតាក់ទង admin តាមរយៈ Telegram បាន